best ខ្ញុំត្រូវបានគេកំទេចបាត់ហើយនេះជា player ទី1ដែលគ្នាខ្ញុំបាន accept គាត់មកហើយនេះជា player ទី2ដែលគ្នាគាត់នឹង accept មកហើយគាត់ទៅ2នាក់ហ្នឹងដែលជាអ្នកកំទេច best របស់ខ្ញុំមិនមែនកំទេចទេប៉ុន្តែធ្វើឲ្យកន្លែងរបស់ខ្ញុំគឺអញ្ញៃដំបូងគឺអត់មានរឿងអីកើតឡើងទេគឺគ្នារបស់គាត់ឈ្មោះនុនដែលបានគាត់ accept មកដំបូងហ្នឹងគឺបានទៅ land បន្ទាប់មកគាត់ accept មកវិញគាត់ក៏ TP មកវិញនិយាយមើលនេះពេលដែលគាត់មកវិញណាពេលដែលគាត់មកវិញហើយតែមើលនេះចាំមើលហើយគាត់រត់មកហើយនេះមើលម្ដងតិចដល់កន្លែងនេះគឺគាត់ចាប់ផ្ដើមនេះគឺគាត់ចាប់ផ្ដើមកាន់ប៉ែលចេញមកហ្មងគាត់កាន់ប៉ែលស្គតសំដៅមកខាងក្រៅនេះអត់មកគឺគាត់ចាប់ផ្ដើមជីកដីជីកឲ្យមានកន្លែងខ្ញុំអត់យល់ថាមូលហេតុអីគាត់ធ្វើអញ្ចឹងទេមើលតែគ្នារបស់គាត់គឺខំគាត់ដែរប៉ុន្តែគាត់នៅក្នុងធីមមួយគ្នាគាត់បាយអត់កើតទេហើយពេលហ្នឹងគឺខ្ញុំពីណាអត់ដឹងទេដោយសារពុកនិយាយគ្នាថាត្រូវធ្វើមិន best ហ្នឹងហើយត្រូវរៀបចំអីខ្លះពេលហ្នឹងគឺពុកនិយាយគ្នាក៏អត់ដឹងថាត្រូវធ្វើមិនហើយខាងក្រៅនេះគឺគ្នាគាត់គឺចាប់ផ្ដើមធ្វើអញ្ចឹងហ្មងហើយគាត់ធ្វើអញ្ចឹងមកសន្ទុះបានគ្នាខ្ញុំគាត់មើលរបស់របរហើយពេលហ្នឹងខ្ញុំនេះមិនអត់ដែរប៉ុន្តែខ្ញុំរវល់ crush របស់អីយ៉ាងដែរតែជំរឿតែពេលដែលគ្នាខ្ញុំគាត់រៀបចំរបស់រួចរៀបចំរបស់រួចគាត់ក៏ឡើងទៅខាងលើដល់ពេលឡើងខាងលើហើយគាត់ធ្លាក់កន្លែងនេះគឺគាត់ហោះដាស់មកផុតអញ្ចឹងគាត់ធ្លាក់មកក្រោមពេលធ្លាក់មកគាត់បានគាត់ឃើញបានដឹងថាគេចាប់ផ្ដើមពុះឆាយដីនៅខាងហ្នឹងហើយតែគាត់តាមមកដែរប៉ុន្តែគេរត់ចូល base បាត់ហើយធ្វើឲ្យបានទេដោយសារនៅក្នុង base អញ្ចឹងក្នុង base គឺយើងអាចវាយគ្នាអាចធ្វើឲ្យបានទេអញ្ចឹងគឺគាត់ឈប់ទេគាត់នៅដើរមកប្រុងតាជីកបន្ថែមទៀតតែខ្លាចគ្នាខ្ញុំវាយគាត់ហ៊ានតែរឿងវាមិនមែនត្រឹមចប់ត្រឹមហ្នឹងទេគ្នាយើងឃើញនៅកន្លែងជីកទេហើយហ្នឹងគឺគ្នាខ្ញុំគាត់ប្រាប់ដែរប្រាប់ខ្ញុំថាពីជីកដីហើយដូចកន្លែងនេះគឺគាត់ចាប់ដើមវាលហើយគឺគាត់មិនមែនដាក់តែមួយកន្លែងនេះគាត់ចាប់ដើមវាលគ្រប់ទិសហ្មងហើយគ្នាខ្ញុំក៏តាមចាក់ឡាវ៉ាឲ្យឆេះដោយសារនៅក្នុងឡេនអត់អាចធ្វើអីបានក្រៅពីអាហ្នឹងឯងចាប់ពេលហ្នឹងខ្ញុំខឹងណាខ្ញុំក៏ចាប់ផ្ដើមទៅយកឡាវ៉ាមកចាក់បណ្ដោយដែរដោយសារតែពេលហ្នឹងខ្ញុំគិតថាប៉ុណ្ណឹងអត់អីទេយើងអាចអឺឈូសឆាយអាចរៀបចំវាឡើងវិញបានណាប៉ុន្តែ player ម្នាក់ហ្នឹងគឺគាត់អត់ឈប់ទេគាត់អត់ឈប់ត្រឹមហ្នឹងទេពេលមកដល់កន្លែងនេះគឺគាត់ចាប់ផ្ដើមរត់ចេញក្រៅហើយគឺវាលប្លុកយកមកបិទជុំវិញ land ហ្នឹងមកហើយគាត់នៅក្នុង land អញ្ចឹងពួកខ្ញុំអត់ធ្វើអីអត់បានទេបានតែត្រឹមចាក់ឡាវ៉ាប៉ុណ្្នឹងឯងហើយចាក់ឡាវ៉ាហ្នឹងក៏គ្មានប្រយោជន៍ដែរដោយសារក្នុងដៃគឺមាន totem អញ្ចឹងនៅពេលដែលផ្ទុះ totem នឹងមាន fire resistant ចាក់ឡាវ៉ាទៀតលែងមានប្រយោជន៍ទេហើយចុងក្រោយពួកខ្ញុំក៏អត់អាចធ្វើអីបានដែរដោយសារតែគេដើរវាលហ្នឹងគឺគេចាប់ផ្ដើមវាលពីក្នុង land ខ្ញុំមកអញ្ចឹងក្នុង land គឺខ្ញុំអត់អាចធ្វើអីបានអត់អាចធ្វើអីបានទេ
chung quanhហ្នឹងគឺខ្ទេចអស់ហើយអញ្ចឹងពួកខ្ញុំអត់មានជំរើសទេមានតែបដូរទីតាំងហើយដោយសារពេលដែលគាត់ red ហើយហ្នឹងគឺគាត់ set home នៅនឹងហើយអញ្ចឹងបើសិនជាពួកខ្ញុំ clear គាត់អាចមកវិញបានកំទេចកន្លែងហ្នឹងម្ដងទៀតអញ្ចឹងមានតែបដូរទីតាំងចេញហើយក៏អរគុណដែលបានពួកគាត់មកកំទេចកន្លែងខ្ញុំអរគុណច្រើន